មេរិកនិងចិនបានធ្វើអ្វីខ្លះនៅពីក្រោយខ្នងកម្ពុជាបាទនេះគឺជាសំណួរដែលមហាជនកម្ពុជាយើងជាច្រើនកំពុងតែចង់ដឹងអំពីបាទតើមហាអំណាចទាំងពីរនេះមានជាប់ពាក់ព័ន្ធជាមួយនឹងបាទសង្គ្រាមរវាងកម្ពុជានិងថៃដែរឬទេបាទប្រិយមិត្តទាំងអស់គ្នាប៉ុន្មានថ្ងៃមកនេះមានការជជែកដេញដោលយ៉ាងខ្លាំងក៏ដូចជាការលើកឡើងនៅកង្វល់ជាច្រើនពាក់ព័ន្ធជាមួយនឹងរឿងបាទសមយុទ្ធយោធាដ៏ធំមួយរវាងសហរដ្ឋអាមេរិកហើយនិងប្រទេសថៃដែលគេស្គាល់ថាជាបាទសមយុទ្ធយោធាពស់វែកមាសឬក៏ភាសាអង់គ្លេសគេហៅថា Cobra Gold ប្រចាំឆ្នាំ2026អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺរបាយការណ៍ដែលបង្ហាញថាសហរដ្ឋអាមេរិកនឹងបានសម្រេចចិត្តផ្ដល់ជំនួយក៏ដូចជាលក់នៅរថពាសដែកទំនើបប្រភេទ Striker ចំនួន17គ្រឿងឲ្យទៅកាន់កងទ័ពភូមិន្ទថៃបាទនេះគឺជារឿងដែលបានបង្កើតសំណួរជាច្រើនថាតើហេតុអ្វីបានជាសហរដ្ឋអាមេរិកនេះបានជួយពង្រឹងកម្លាំងឲ្យថៃនៅចំពេលដែលស្ថានភាពរវាងព្រំដែនកម្ពុជានិងថៃកំពុងតែមានភាពតានតឹងនិងផុយស្រួយយ៉ាងខ្លាំងតែនេះគឺជាការលើកទឹកចិត្តឲ្យខាងភាគីថៃមានចិត្តកាន់តែចង់ឈ្លានពានទឹកដីកម្ពុជាបន្ថែមទៀតឬក៏យ៉ាងណាបើយើងក្រឡេកមើលឲ្យមែនទែនទៅទាំងសហរដ្ឋអាមេរិកទាំងប្រទេសចិនហាក់ដូចជាកំពុងតែលេងល្បែងការទូតមកពីពួកគេតាំងខ្លួនជាអាញាកណ្ដាលជាអ្នកសម្របសម្រួលចង់ឲ្យកម្ពុជានិងថៃដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងមិនចង់ឲ្យមានផ្ទុះសង្គ្រាមឡើយបើយើងឃើញមានកិច្ចព្រមព្រៀងនៅកូឡាឡាំពួរនៅក្នុងទីក្រុងប៉េកាំងទាំងអស់ហ្នឹងគឺដើម្បីកុំឲ្យមានស្ថានភាពកាន់តែអាក្រក់ក៏ប៉ុន្តែនៅពីក្រោយខ្នងវិញមហាអំណាចទាំងពីរនៅតែបន្តផ្គត់ផ្គង់អាវុធឲ្យថៃដដែលចិនក៏នៅតែលក់នាវាមុជទឹកនិងអាវុធធុនធ្ងន់ឲ្យថៃហើយសហរដ្ឋអាមេរិកវិញក៏នៅតែផ្ដល់រថពាសដែកប្រភេទ Striker ទំនើបនិងបច្ចេកវិទ្យាយោធាចុងក្រោយបង្អស់ឲ្យទៅថៃផងដែរនេះបានសបញ្ជាក់ថានៅក្នុងក្រសែភ្នែករបស់មហាអំណាចផលប្រយោជន៍ជាតិគឺជារឿងសំខាន់ជាជាងសន្តិភាពទៅទៀតនិយាយរួមទៅគេមិនចោលផលប្រយោជន៍ដែលគេមានជាមួយនឹងប្រទេសថៃឡើយព្រោះតែប្រទេសថៃនេះមានទាំងរោងចក្ររបស់អាមេរិកនិងជាដៃគូយុទ្ធសាស្ត្រយូរអង្វែងផងដែរស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាងកកបានបង្ហោះសារយ៉ាងច្បាស់នៅលើបណ្ដាញសង្គមថាអាមេរិកនិងថៃនេះបានរួមគ្នាពង្រឹងសមត្ថភាពយោធាដើម្បីត្រៀមខ្លួនប្រឈមនឹងបញ្ហានាពេលខាងមុខសំណួរនោះគឺថាតើបញ្ហាអ្វីសំដៅទៅលើនរណាបើទោះបីជាគេមិនបញ្ចេញឈ្មោះចំនៅក្នុងស្ថានភាពនេះក៏ដោយខណៈដែលថៃកំពុងតែមានចំនួនជាមួយនឹងកម្ពុជាការដែលនិយាយថានឹងការពារគ្នាទៅវិញទៅមកនេះវាហាក់ដូចជាការផ្ដាល់ក្នុងបង្អែកយ៉ាងរឹងមាំឲ្យថៃនៅក្នុងការដើរគម្រាមកំហែងប្រទេសជិតខាងដែលមានកម្លាំងយោធាខ្សោយជាងខ្លួនអ្នកវិភាគខ្លះលើកឡើងថាការនាំយកបច្ចេកវិទ្យារថពាសដែក Striker ទាំង17គ្រឿងនេះគឺជាការបាទធ្វើឲ្យកម្ពុជាយើងនឹងពិបាកមែនទែននៅក្នុងការយល់ចិត្តរបស់សហរដ្ឋអាមេរិកវាហាក់ដូចជាការផ្ដល់អាជ្ញាប័ណ្ណអំណាចមួយឲ្យទៅកាន់ថៃនៅក្នុងការរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជាដោយមិនខ្លាចញញើតនឹងច្បាប់អន្តរជាតិក៏ព្រោះតែដឹងថាមានអាមេរិកនៅពីក្រោយខ្នងបើយើងងាកមកមើលទស្សនៈរបស់លោកហេងសុផលដែលជាអ្នកវិភាគលោកបានផ្ដល់ដំបូន្មានយ៉ាងសំខាន់ថាកម្ពុជាយើងត្រូវប្រុងប្រយ័ត្នឲ្យខ្ពស់នៅក្នុងនយោបាយការទូតលោកគាំទ្រនយោបាយរបស់សម្ដេចធិបតីរបស់នាយករដ្ឋមន្ត្រីដែលចេះរើសយកម្ដងទាំងពីរមិនថាសហរដ្ឋអាមេរិកនិងប្រទេសចិនប៉ុន្តែលោកក៏បានបញ្ជាក់ថាកុំសម្រេចចិត្តលឿនពេកហើយក៏កុំសម្រេចចិត្តយឺតពេកបើកម្ពុជាផ្អៀងទៅរកអាមេរិកលឿនពេកវាអាចមានគ្រោះថ្នាក់ក៏ប៉ុន្តែបើផ្អៀងទៅរកចិនខ្លាំងពេកក៏អាចបាត់បង់នៅតុល្យភាពផងដែរដោយពាក្យខ្មែរយើងមួយដែលគេនិយាយថាទុនសាយក៏រួចត្រីរស់ក៏រួចណាបងប្អូនយើងឃើញថាថៃទោះបីជាគេជិតស្និទ្ធជាមួយនឹងចិនយ៉ាងណាក៏ដោយក៏គេមិនដែលបោះបង់អាមេរិកដែរគេក្តោបក្តាប់អំណាចទាំងពីរដើម្បីផលប្រយោជន៍គេថៃឆ្លោះគ្នានៅខាងក្នុងពិតមែនក៏ប៉ុន្តែរឿងការពារផលប្រយោជន៍ជាតិនិងទឹកដីរបស់គេនេះគឺគេមិនដែលក្បត់ជាតិសាសន៍ខ្លួនឯងឡើយទោះជាយ៉ាងណាក៏ដោយយើងក៏មិនត្រូវខ្លាចរហូតដល់ថ្នាក់ស្លន់ស្លោពេកដែរបើយើងវិភាគឲ្យស៊ីជម្រៅទៅសមយុទ្ធដែលសហរដ្ឋអាមេរិកហើយនិងថៃគេធ្វើនេះវាគឺជាបាទសមយុទ្ធដែលគេធ្វើរៀងរាល់ឆ្នាំជាយូរមកហើយវាមិនមែនជារឿងថ្មីអីនោះទេហើយការផ្ដល់រថពាសដែកទំនើបនេះអាចជាផ្នែកមួយនៃកិច្ចព្រមព្រៀងយោធាប្រចាំបាទនៅពេលដែលគេធ្វើសមយុទ្ធយោធានេះក៏ដូចជារវាងសម្ព័ន្ធភាពសម្ព័ន្ធមិត្តនឹងគ្នានេះផងដែរបើយ៉ាងមួយទៀតយើងត្រូវដឹងថាសហរដ្ឋអាមេរិកនេះគេក៏បានប្រកាសផងដែរថានៅចុងឆ្នាំ2026និង2027ខាងមុខនេះពួកគេនឹងមានគម្រោងធ្វើសមយុទ្ធយោធាជាមួយនឹងកម្ពុជាយើងផងដែរ
យើងអាចនឹងមិនទាន់ដឹងទេថានៅក្នុងកំឡុងពេលនោះអាមេរិកអាចនឹងផ្ដល់កាដូឬក៏គ្រឿងយុទ្ធឧបករណ៍អ្វីផ្សេងមកដល់កម្ពុជាដើម្បីទុកជាអនុស្សាវរីយ៍ឬក៏ទុកដើម្បីនឹងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនផងដែរបងប្អូនអ្នកគ្នាត្រូវដឹងថានៅក្នុងโลกនេះគឺគ្មានមិត្តមហាអំណាចណាដែលគេស្មោះត្រង់ 100% ជាមួយនឹងយើងទេទាំងចិនក៏ដោយទាំងសហរដ្ឋអាមេរិកក៏ដោយគឺសុទ្ធសឹងតែសម្លឹងមើលផលប្រយោជន៍រៀងៗខ្លួនបើគេជួយកម្ពុជាតើគេចំណេញអ្វីហើយបើគេជួយថៃតើគេនឹងខាតអ្វីនេះគឺជាអ្វីដែលកម្ពុជាត្រូវតែតាមដានឲ្យជាប់កុំឲ្យចាញ់ល្បិចកលការទូតរបស់គេបាទកម្ពុជាយើងត្រូវតែពង្រឹងខ្លួនឲ្យខ្លាំងហើយដើរនៅលើនយោបាយការទូតដោយឆ្លាតវៃបំផុតបើទោះបីជាស្ថានភាពព្រំដែនកំពុងតែផុយស្រួយហើយថៃក៏កំពុងតែមានក្នុងបង្អែករឹងមាំផងដែរកម្ពុជាត្រូវតែបង្ហាញនូវភាពអត់ធ្មត់និងការតស៊ូដើម្បីការការពារដែនអធិបតេយ្យភាពរបស់ខ្លួនប្រសិនបើការធ្វើការទូតឈានដល់ផ្លូវតច្រកបាទបងប្អូនជាទីគោរពរាប់អាននេះគឺជាបទវិភាគស៊ីជម្រៅមួយដែលខ្ញុំបានលើកឡើងតាក់ទងជាមួយនឹងសហរដ្ឋអាមេរិកក៏ដូចជាប្រទេសចិនដែលជាមហាអំណាចទី1និងទី2នៅលើពិភពលោកយ៉ាងណាមិញកម្ពុជារបស់យើងបានប្រយុទ្ធយ៉ាងខ្លាំងនៅក្នុងផ្នែកការទូតបាទមិនថានាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏ដូចជាឧបរដ្ឋមន្ត្រីការបរទេសប្រាក់សុខុនដែលគាត់បានបាខំយ៉ាងខ្លាំងនៅលើផ្នែកការទូតបាទដើម្បីនាំយកភាពពិតប្រាកដរបស់កម្ពុជាទៅកាន់ពិភពលោកនិងវេកមុខអ្វីដែលភាគីថៃបានធ្វើមកលើកម្ពុជាកន្លងមកបាទអរគុណច្រើនបងប្អូនគ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេច comment មតិយោបល់បងប្អូនអរគ្នានៅខាងក្រោមវីដេអូនេះផងដើម្បីចែករំលែកជាចំណេះដឹងទៅកាន់បងប្អូនកម្ពុជាយើងបន្តទៀតហើយសម្រាប់បងប្អូនថ្មីៗដែលមិនទាន់បាន Subscribe Channel YouTube របស់ខ្ញុំបាទទេបងប្អូនទាំងអស់គ្នាអាច Subscribe Channel YouTube ខ្ញុំបានដើម្បីនឹងទទួលបានព័ត៌មានថ្មីៗពីខ្ញុំបាទបន្តទៀតបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗបន្ថែមទៀតជម្រាបលា